ខ្ញុំគណៈសូមនមស្ការនឹងចំណានពរសាជាថ្មីអញ្ចឹងស្វាគមន៍ការវិលត្រឡប់មកកាន់វគ្គសិក្សារបស់យើងបន្តទៀតនៅក្នុងវីដេអូនេះយើងនឹងសិក្សាបន្តទៅនៅក្នុងការប្រើប្រាស់របស់ present simple របស់យើងបន្តទៀតតែមុននឹងចូលមេរៀនបន្តរបស់យើងសូមរំលឹកបន្តិចដែរកាលពីវីដេអូមុនយើងបានជជែកគ្នាឬក៏បានខ្ញុំកណាត់បានចែករំលែកទៅនៅក្នុងអីទៅជា simple sentence នៅពេលណាដែលយើងសម្គាល់តើតើនៅក្នុងការប្រើប្រាស់ thân នឹង thân គេសម្គាល់កន្លែងណាគឺយើងចាំហីគឺយើងដឹងហីយើងសម្គាល់នៅក្នុងការប្រើប្រាស់កិរិយាសព្ទរបស់វាអញ្ចឹងកិរិយាសព្ទរបស់វាគឺប្រាប់អំពីកាលដែលយើងប្រើតើតើនៅក្នុងកន្លែងហ្នឹងអញ្ចឹងគ្រប់កាលទាំងអស់គឺបង្ហាញនៅការប្រើប្រាស់កិរិយាសព្ទដែលបង្ហាញនៅក្នុងការប្រើប្រាស់ present simple មានទម្រង់ផ្សេងតិចទៅការប្រើប្រាស់នៅក្នុងទម្រង់ present continue មានទម្រង់ផ្សេងតិចទៅការប្រើប្រាស់នៅក្នុង past simple មានទម្រង់ផ្សេងទៅហើយនៅក្នុង future simple មានទម្រង់បែបផ្សេងចឹងទៅអញ្ចឹងយើងនឹងសិក្សាតទៅនៅក្នុងផ្នែកហ្នឹងអញ្ចឹងក៏ប៉ុន្តែគ្រាន់តែចង់បញ្ជាក់ថានៅពេលដែលយើងសម្គាល់ពី thân នៅក្នុងការនីមួយៗគឺសម្គាល់ទៅលើកិរិយាសព្ទរបស់វាហើយនៅក្នុងចំណុចផ្សេងមួយទៀតដែលយើងបានចងចាំនៅក្នុងវីដេអូកាលពីវីដេអូមុនដែរគឺត្រូវតែចងចាំនេះគេត្រូវតែចងចាំរូបមន្តរបស់វានៅពេលដែលយើងនិយាយពី simple sentence តើរូបមន្តឬក៏ form របស់វាហ្នឹងឯងមានទម្រង់បែបម៉េចមានលក្ខណៈបែបម៉េចអញ្ចឹងគឺយើងត្រូវតែចងចាំនៅពេលដែលយើងចងចាំទម្រង់របស់វាហើយយើងងាយស្រួលនៅក្នុងការប្រើប្រាស់ងាយស្រួលនៅក្នុងការសរសេរផ្សេងឬក៏ងាយស្រួលនៅក្នុងការបង្កើតដូចជា clear clone ឬក៏សម្រាប់ជជែកគ្នាអីហ្នឹងឯងតើទៅនៅក្នុងការប្រើប្រាស់ឯហ្នឹងអញ្ចឹងមានចំណុចពីរហ្នឹងដែលយើងសំខាន់ហើយក៏មានចំណុចកន្លែងនេះដែរក៏ប៉ុន្តែគ្រាន់តែបញ្ជាក់បន្ថែមបន្តិចទៀតតោះឥឡូវកុំឲ្យខាតពេលយូរគ្រាន់តែរំលឹកឡើងបកទៅវិញទៅក្នុងវីដេអូខាងដើមមុននឹងបន្តិចទេដើម្បីឲ្យគ្នាយើងបានចងចាំបានរំលឹកឡើងវិញទៅនៅក្នុងអ្វីដែលយើងបានជជែកថាជាការប្រើប្រាស់ thân ហើយរបៀបនៅក្នុងការប្រើប្រាស់ឬក៏របៀបនៅក្នុងការបង្កើតទៅជាទម្រង់របស់ simple thân ហ្នឹងអញ្ចឹងយើងចូលមកមើលទៅនៅក្នុងចំណុចដែលយើងសិក្សាបន្តទៀតយើងរៀនពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង subject pronoun ដែលយើងប្រើប្រាស់នៅក្នុង simple present tense ទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងមានថាយើងប្រើប្រាស់ជាមួយនឹង subject pronoun គឺមាន are you we they he she it ហ្នឹងទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងបើសិនជាយើងប្រើប្រាស់ទាំងហ្នឹងនៅក្នុងទម្រង់ឬក៏បច្ចុប្បន្នកាលហ្នឹងតើវាប្រើរបៀបម៉េចអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង are you we they នៅក្នុងទម្រង់ positive យើងផ្លាស់ជាមួយនឹង verb ធម្មតាយើងអត់មានកិរិយាសព្ទរបស់វាគឺអត់មានផ្លាស់ប្ដូរអត់មានកែប្រែទេឧទាហរណ៍ថា are you we they go are you we they watch are you we they kiss ទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងបើយើងប្រើទម្រង់ negative វិញទម្រង់ negative គឺគេប្រើប្រាស់ auxiliary verb យកមកជំនួយទៅនៅក្នុងកន្លែងហ្នឹង auxiliary verb ដែលយើងប្រើប្រាស់មកជំនួយនៅក្នុងការប្រើប្រាស់ present simple គឺមានពីរគឺ do ហើយនឹង does ទៅនៅក្នុងកន្លែងហ្នឹង do ឬក៏ does ក៏ប៉ុន្តែលក្ខខណ្ឌរបស់វាគឺប្រើប្រាស់ do ផង does ផងក៏ប៉ុន្តែវាបែងចែកដាច់ពីគ្នាមួយណាយើងប្រើប្រាស់ do មួយណាយើងប្រើប្រាស់ does ទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង are you we they នៅពេលដែលបង្កើតទៅជាទម្រង់ negative គឺយើងត្រូវប្រើប្រាស់ do ហើយ plus ជាមួយនឹង not plus ជាមួយនឹង verb 1អញ្ចឹងឧទាហរណ៍ថា are you we they do not go are you we they do not watch are you we they do not kiss ឃើញអត់តទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងតទៅនៅក្នុងការប្រើប្រាស់ហ្នឹងយើងអាចប្រើប្រាស់ជាទម្រង់ third person ដែរតែ third person គឺជាពហុវចនៈឧទាហរណ៍ថាយើងនិយាយថា Dara and ស្រីពេជ្រយើងប្រើប្រាស់ទម្រង់ third person ដែរក៏ប៉ុន្តែ third person ត្រូវតែជាពហុវចនៈយើងចាប់ពី2នាក់ឡើងទៅនៅក្នុងហ្នឹងឧទាហរណ៍ថា Dara and ស្រីពេជ្រ do not go Dara and ស្រីពេជ្រ go អាហ្នឹងយើងប្រើប្រាស់នៅក្នុងទម្រង់ positive ហើយបើសិនជាយើងប្រើប្រាស់នៅក្នុងទម្រង់ question វិញ
គឺយើងប្រើប្រាស់ do ពីខាងដើមអញ្ចឹងឧទាហរណ៍ថា do I you we they go do I you we they watch do Dara and Sandwich go ឃើញអត់តើទៅនៅក្នុងថ្ងៃហ្នឹងអញ្ចឹងទម្រង់របស់វានិយាយចំទៅថានៅពេលដែលយើងប្រើប្រាស់ទម្រង់ថ្ងៃនេះគឺលើកលែងតែ I ហើយនឹង you ឯង I ហើយនឹង you វាជាឯកវចនៈក៏ប៉ុន្តែក៏ប្រើប្រាស់ជាមួយនឹង do ដែលក្រៅពីហ្នឹងគឺសុទ្ធតែពហុវចនៈឯង we they ឬក៏ Dara and Sandwich គឺជាពហុវចនៈនៅពេលដែលយើងប្រើប្រាស់ទម្រង់ negative គឺត្រូវតែប្រើប្រាស់ do not នៅពេលដែលយើងប្រើប្រាស់ទម្រង់ question គឺត្រូវប្រើប្រាស់ do ហើយផ្លាស់ជាមួយនឹង subject ហ្នឹងអញ្ចឹងឥឡូវយើងមើលតាក់ទងនៅក្នុងលក្ខខណ្ឌផ្សេងមួយទៀតដែលយើងប្រើប្រាស់ជាមួយនឹង third person singular វិញលក្ខខណ្ឌនេះគឺ third person singular he she it អាចមានយើងយកឈ្មោះមួយដែរឥឡូវនេះ third person ប៉ុន្តែ third person ជាពហុវចនៈតែឥឡូវនេះគឺ third person ជាឯកវចនៈអញ្ចឹងយើងមានតារាមួយដែរអញ្ចឹងតារាឬក៏យើងដាក់តែស្រីពេជ្រតែមួយឬក៏តារាតែមួយអញ្ចឹងទៅខ្លាចទៅជា third person singular អញ្ចឹងយើងអាចប្រើប្រាស់ទម្រង់ចូលនៅក្នុងលក្ខខណ្ឌនេះហើយតើទៅនៅក្នុងកន្លែងហ្នឹងវាអត់ចូលលក្ខខណ្ឌទី1ទេហើយយើងមើលលក្ខខណ្ឌនេះ he she it នៅពេលដែលយើងប្រើប្រាស់ជាមួយនឹងកិរិយាសព្ទធម្មតាឬក៏ប្រើប្រាស់នៅក្នុងទម្រង់ positive គឺកិរិយាសព្ទរបស់វាគឺត្រូវតែបន្ថែមដូចគេខ្លះមានបន្ថែម s មានបន្ថែម es ឬក៏បន្ថែម ies ឬក៏កន្លែងហ្នឹងយើងអាច change y to ies ទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងនេះនៅក្នុងទម្រង់ positive យើងបន្ថែមអញ្ចឹងតែនៅក្នុងទម្រង់ negative វិញយើងអត់បន្ថែមទេ he she it ឬក៏ Dara does not ហើយ plus verb one ធម្មតា verb one ហ្នឹងគឺអត់មានបន្ថែមអត់មានបន្ថយវាបានបញ្ជាក់ខាងចុងរបស់វាអញ្ចឹងខាងដើមគឺយើងត្រូវបន្ថែមកន្លែងនេះគឺអត់មានបន្ថែមទេឃើញអត់តើទៅក្នុងរបៀបហ្នឹងអញ្ចឹងដូចបានបញ្ជាក់ពីខាងដើមយើងថានៅពេលដែលយើងប្រើប្រាស់ជាមួយនឹង auxiliary verb យកមកជំនួយនៅក្នុងការបង្កើតទៅជាទម្រង់ negative ហើយនិងទម្រង់ question នៅក្នុង simple គឺបែងចែកចេញជាពីរ do ហើយនិង does do គឺយើងប្រើជាមួយនឹងប្រធានទាំងខាងលើនេះដល់ពេលដែល does ប្រើប្រាស់ជាមួយនឹងប្រធានខាងក្រោមនេះតើទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងបើសិនជាយើងប្រើប្រាស់ទម្រង់ negative ឧទាហរណ៍ថាយើងប្រើប្រាស់ទម្រង់ positive he she it Dara goes ជាងត្រូវប្រើមាន es បើសិនជាយើងប្រើប្រាស់ទម្រង់ negative he she it Dara does not go ធម្មតាអត់មាន goes ប្រើបន្ថែម es ទៀតទេអញ្ចឹងបើសិនជាយើងប្រើប្រាស់ទម្រង់ question វិញ does he she it ហើយ go ធម្មតាវិញឃើញអត់តើទៅនៅក្នុងទម្រង់ហ្នឹងដោយបានគូបញ្ជាក់អញ្ចឹងតើទៅនៅក្នុងការប្រើប្រាស់ទម្រង់ហ្នឹងអញ្ចឹងមានថានៅពេលដែលយើងនិយាយពី he she it ប្រើប្រាស់ទម្រង់ positive កិរិយាសព្ទរបស់វាគឺមានការកែប្រែនៅពេលដែលយើងប្រើប្រាស់ទម្រង់ negative គឺកិរិយាសព្ទរបស់វាអត់មានការប្រែប្រួលទេតែយើងប្រើប្រាស់ does យកមកបង្កើតទៅជាទម្រង់បដិសេធដល់ពេលដែលទម្រង់សំណួរគឺប្រើប្រាស់ does ដែរក៏ប៉ុន្តែនៅខាងដើមវិញទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងនៅក្នុងចំណុចកន្លែងនេះសង្ឃឹមថាបងប្អូនគណៈគ្រូចាស់គ្រប់អង្គគឺយើងនឹងយល់ពីរបៀបនៅក្នុងការប្រើប្រាស់ហើយបើសិនណាអ្នកដែលបានសិក្សារៀនសូត្រខ្លះហើយអាចខ្ញុំមិនគិតថានឹងយល់កាន់តែបន្ថែមឬក៏កាន់តែជាច្បាស់ទៅក្នុងចំណុចហ្នឹងអញ្ចឹងឥឡូវមកមើលឧទាហរណ៍ពីយើងវិញទៅនៅក្នុងការឆ្លើយតបខាងលើដែរទេទៅនៅក្នុងតែហ្នឹងក៏ប៉ុន្តែគ្រាន់តែចង់បញ្ជាក់បន្ថែមបន្តិចទៀតដើម្បីឲ្យមានឧទាហរណ៍ទៅខ្លាចបងប្អូនគេយើងដែលគ្រប់ចាស់គ្រប់អង្គនឹងកាន់តែចាប់បានទៅក្នុងហ្នឹងអញ្ចឹងឧទាហរណ៍ថា I you we they go to school ខ្ញុំអ្នកពួកយើងពួកគេទៅសាលាអញ្ចឹងគឺកិរិយាសព្ទរបស់វាដោយបានគូអញ្ចឹងគឺអត់មានកែប្រែអត់មានផ្លាស់ប្ដូរទេមួយទៀត are you we they don't ឬក៏ do not យើងសរសេរទម្រង់នេះ do not តែដល់ពេលដែលទម្រង់កាត់វា don't watch TV កន្លែងនេះអត់មាន question mark ទេ sorry ជាស្រ័យផងយើងប្រើប្រាស់ក្នុងទម្រង់ negative ទេទម្រង់ negative មិនមានការប្រើប្រាស់ជាមួយនឹង question mark ទេយើងប្រើប្រាស់តែទម្រង់ question mark
នៅតែទម្រង់សំណួរឯងអញ្ចឹងឧទាហរណ៍ថាទម្រង់សំណួរ do I you we they kiss her sister អញ្ចឹងគឺអត់តើតនៅក្នុងថ្ងៃហ្នឹងនៅពេលដែលយើងប្រើប្រាស់នៅក្នុងកិរិយាសព្ទI you we they គឺកិរិយាសព្ទព្រោះវាអត់មានផ្លាស់ប្ដូរទេវាកែប្រែទេនៅពេលដែលទម្រង់ negative គឺយើងប្រើប្រាស់ don't យកមកជំនួយនៅពេលដែលយើងប្រើប្រាស់ question គឺយើងយក do យកមកជំនួយឥឡូវយើងមើលតើតនៅក្នុង third person វិញមួយទៀតដែលយើង he she it ឬក៏តារាអីហ្នឹងអញ្ចឹង he she it ឬក៏យើងដាក់បន្ថែមតារាមួយទៀតមក goes ឃើញអត់តើតនៅក្នុងហ្នឹងអញ្ចឹងគឺត្រូវតែមានបន្ថែម s goes to school every day ឧទាហរណ៍ថាបើសិនកន្លែងនេះយើងដាក់ watch watches ដល់ពេលដែលយើងដាក់ kiss kisses តើតនៅក្នុងហ្នឹងអញ្ចឹងគឺត្រូវតែបន្ថែមឬក៏ត្រូវតែផ្លាស់ប្ដូរតើតនៅក្នុងការបន្ថែមជាមួយនឹង s ឬក៏ es ឬក៏ change y to ies តើតនៅក្នុងចំណុចដែលយើងប្រើប្រាស់នៅក្នុងទម្រង់ positive តែដល់ពេលដែលយើងប្រើប្រាស់នៅក្នុងទម្រង់ negative វិញនេះដោយបានបញ្ជាក់ពីខាងលើហ្នឹង he she it ឬក៏តារា doesn't ឬក៏ does not យើងទម្រង់រាយក៏បានទម្រង់កាត់ក៏បានដែរតើទៅនៅក្នុងកន្លែងហ្នឹង doesn't ឬក៏ does not ហើយ watch គឺកិរិយាសព្ទរបស់យើងគឺយើងអត់មានផ្លាស់ប្ដូរអត់មានកែប្រែដូចខាងដើមទេតើនៅក្នុងកន្លែងហ្នឹងដល់ពេលដែលយើងប្រើប្រាស់ទម្រង់សំណួរវិញ does he she it ឬក៏តារា kiss my daughter ឃើញអត់តើទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងគឺយើងបន្ថែមតែ does យកមកបង្កើតដូចជាទម្រង់សំណួរឬក៏ទម្រង់បដិសេធដែរក៏ប៉ុន្តែកិរិយាសព្ទរបស់វាគឺនៅដដែលទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងនៅក្នុងចំណុចខ្លះនេះគឺជាការឆ្លើយតបទៅនឹងទម្រង់ខាងលើនេះទេតោះសង្ឃឹមថាបងប្អូនគ្រប់រូបគណៈគុណចាស់គ្រប់ព្រះអង្គនឹងយល់ទៅនៅក្នុងចំណុចនេះតោះឥឡូវយើងចូលមកមើលនៅក្នុងចំណុចទី2ដែលយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ present simple ដដែលទេក៏ប៉ុន្តែយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់កិរិយាសព្ទដែលយើងប្រើប្រាស់ជាមួយនឹង present simple ហើយក៏គេប្រាប់ដែរថា forms of verb using in present tense with third person singular អញ្ចឹងលក្ខខណ្ឌរបស់គេគឺគេប្រើប្រាស់ជាមួយនឹងតែ third person singular ទេគឺអត់មានប្រើប្រាស់ជាមួយនឹង I you we they នេះខាងដើមនេះទេអញ្ចឹងគេប្រើប្រាស់ជាមួយនឹង third person របស់យើងមានអីគេខ្លះ he she it ឬក៏ឈ្មោះនរណាម្នាក់តែជាឯកវចនៈទេតើទៅក្នុងហ្នឹងហើយគឺជា third person អញ្ចឹងនៅពេលដែលយើងបង្ហាញពីរបៀបនៅក្នុងការប្រើប្រាស់កិរិយាសព្ទដែលបន្ថែម s ឬក៏ es ឬក៏ change y to ies នេះតើទៅក្នុងខាងដើមនេះដែលយើងប្រើប្រាស់នៅក្នុងប្រយោគ positive ហើយយើងប្រើប្រាស់ជាមួយនឹង third person នៅក្នុងការ present simple អញ្ចឹងតោះឥឡូវយើងមកមើលចំណុចទី1ទាំងអស់គ្នារបស់យើងទៀតចំណុចទី1គេប្រាប់ថា add s to a verb មានថាបន្ថែមឬក៏បន្ថែម s ទៅលើកិរិយាសព្ទដែលប្រើប្រាស់ជាមួយនឹង third person singular អញ្ចឹងនេះដូចអានគូបញ្ជាក់អញ្ចឹងមានថានៅពេលដែលយើងប្រើប្រាស់ជាមួយនឹង third person he speaks English fluently អញ្ចឹងមានថាគាត់និយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញឃើញអត់តើទៅនៅក្នុងអីណាអញ្ចឹងកិរិយាសព្ទបញ្ចប់ទៅដោយ k speaks អញ្ចឹងនៅពេលដែលជាធម្មតាយើងបន្ថែម s តើទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង third person ត្រូវតែបន្ថែម s ទៅលើកិរិយាសព្ទអញ្ចឹងមួយទៀត she learns English grammar with me អញ្ចឹងនាងរៀនវេយ្យាករណ៍អង់គ្លេសជាមួយខ្ញុំអញ្ចឹងឃើញអត់តើទៅនៅក្នុងហ្នឹងមានថាយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង third person C គឺជា third person singular ហើយនៅពេលដែលយើងប្រើប្រាស់កិរិយាសព្ទ learn គឺត្រូវតែបន្ថែម s មួយទៀត it runs so fast because of cat គឺអត់តើទៅនៅក្នុងហ្នឹងដូចគ្នាដែរអញ្ចឹង it runs so fast មានថាវារត់យ៉ាងលឿនដោយសារតែឆ្មាអញ្ចឹង it គឺជា third person runs បន្ថែម s មួយទៀតស្រីពេជ្រ cook food very delicious ឃើញអត់មានថាស្រីពេជ្រគឺជា third person cook ជាកិរិយាសព្ទត្រូវតែបន្ថែម s អញ្ចឹងស្រីពេជ្រគឺចម្អិនអាហារពិតជាមានរសជាតិឆ្ងាញ់ណាស់នៅក្នុងចំណុចទី1អាហ្នឹងចំណុចទី1គឺយើងបន្ថែម s ទៅលើកិរិយាសព្ទដែលយើងប្រើប្រាស់ជាមួយនឹង third person singular third person singular នេះ
មានតែ4នឹងទេតែទៅក្នុងនេះគឺប៉ុន្តែកន្លែងឈ្មោះនេះគឺយើងបដូរទៅឈ្មោះអីក៏បានដែរឲ្យតែជាឯកវចនៈមិនមែនជាពហុវចនៈបើពហុវចនៈដូចខាងដើមទេនេះ There are and ស្រីពេជ្រចឹងទៅជាពហុវចនៈពហុវចនៈដល់ពេលដែលយើងប្រើប្រាស់កិរិយាសព្ទអត់បន្ថែមអីទេទៅក្នុងដូចចំណុចខាងលើនេះដែរតោះឥឡូវយើងមើលចំណុចមួយទៀតគឺចំណុចទី2 add es to a verb when end with o s double s ch sh h and should ដោយបានគូវិជ្ជៈអញ្ចឹងតើទៅនៅក្នុងហ្នឹងអញ្ចឹងមានថានៅពេលដែលកិរិយាសព្ទដែលបញ្ចប់ទៅដោយ o s double s ch sh h and should គេថាកិរិយាសព្ទដែលបញ្ចប់ទៅដោយព្យញ្ជនទាំងអស់ហ្នឹងហើយយើងប្រើប្រាស់ជាមួយនឹង third person singular គឺត្រូវតែបន្ថែម es នៅពេលដែលយើងប្រើប្រាស់ជាមួយនឹង present simple អញ្ចឹងចំណុចទី2នេះគឺគេប្រាប់ថាត្រូវតែបន្ថែម es បើសិនជាយើងមិនបន្ថែម es ទេគឺខុសហើយទៅក្នុងហ្នឹងតោះឥឡូវយើងមើលតាក់ទងនៅក្នុងឧទាហរណ៍របស់យើងទាំងអស់គ្នាដើម្បីជាការឆ្លើយតបទៅនឹងចំណុចទី2នេះហើយសង្ឃឹមថាបងប្អូននឹងយល់ទៅក្នុងហ្នឹងអញ្ចឹង she goes home after works all day ឃើញអត់មានថានាងទៅផ្ទះបន្ទាប់អំពីធ្វើការពេញមួយថ្ងៃ go ឃើញអត់ go នៅក្នុងចំណុចណាគឺចំណុចទី1គឺកិរិយាសព្ទដែលបញ្ចប់ទៅដោយ o អញ្ចឹងនៅពេលដែលបញ្ចប់ទៅដោយ o ហើយយើងប្រើប្រាស់ជាមួយនឹង third person ត្រូវបន្ថែម es នៅក្នុងចំណុចទី2 he buses table at the local dinner bus អញ្ចឹងចូលបញ្ចប់ទៅដោយ s អញ្ចឹង buses គាត់ដឹកតុនៅឯទីជនបទ bus កិរិយាសព្ទគឺប្រើថាដឹកនៅពេលដែលយើងប្រើប្រាស់ជានាមប្រើថាឡានក្រុង yes bus ចូលនៅក្នុងចំណុចទី2ហ្នឹងដល់ពេលដែលមួយទៀត he kisses his daughter before going to work ឃើញអត់ចូលនៅក្នុងចំណុចណាចូលនៅក្នុងចំណុច double s កិរិយាសព្ទដែលបញ្ចប់ទៅដោយ double s គឺត្រូវតែបន្ថែម es នៅពេលដែលយើងប្រើប្រាស់ជាមួយនឹង third person តែយើងប្រើប្រាស់ជាមួយនឹង third person នេះទៅនៅក្នុងរឿងឧទាហរណ៍បើសិនជាយើងប្រើប្រាស់ជាមួយនឹង are you everyday ធម្មតាឧទាហរណ៍ថា I kiss ធម្មតា I kiss you ខ្ញុំថាអ្នកធម្មតាអញ្ចឹងទៅទៅក្នុងនេះប្រើប្រាស់ you ក៏ you ទៅប្រើប្រាស់ we ក៏ we ទៅទៅក្នុងក្នុងនេះក៏ប៉ុន្តែបើសិនជាយើងប្រើប្រាស់ third person វិញគឺត្រូវតែបន្ថែម es ទៅក្នុងក្នុងនេះអញ្ចឹងគាត់ថើបកូនស្រីរបស់គាត់មុនពេលទៅធ្វើការមួយទៀត Dara teach English grammar ឃើញអត់ Dara គឺជា third person teach បញ្ចប់ដោយគេបញ្ចប់ដោយ ch អញ្ចឹងបញ្ចប់ដោយ ch គឺបន្ថែម es មួយទៀត he finishes his homework finish បញ្ចប់ដោយគេបញ្ចប់ដោយ sh អញ្ចឹងត្រូវតែបន្ថែម es អញ្ចឹងគាត់បានបញ្ចប់ពីការងារផ្ទះរបស់គាត់ហើយមួយទៀត she fixes the fence she fixes fix បញ្ចប់ទៅដោយ h បញ្ចប់ទៅដោយ h គឺត្រូវតែបន្ថែម es fixes នាងជួសជុលរបស់មួយទៀត it buzzes around the picnic table អញ្ចឹងឃើញអត់តើទៅនៅក្នុងហ្នឹង buzzes បញ្ចប់ទៅដោយ should ខាងលើនេះបញ្ចប់ដោយ h អញ្ចឹងគឺត្រូវតែបន្ថែម es អញ្ចឹងវាពន្លឺសំឡេងនៅជុំវិញតុអាហារនៅខាងក្រៅផ្ទះ just picnic table picnic អាហារដែលនៅឧទាហរណ៍យើងយកទៅញ៉ាំតាមរមណីយដ្ឋានតាមកន្លែងដែលខាងក្រៅឬក៏ក្រោមដើមឈើអីអាហារ picnic ទៅអញ្ចឹងថា picnic table គឺអាហារដែលយើងដាក់នៅលើតុនៅខាងក្រៅផ្ទះអញ្ចឹងមានថាវាបានពន្លឺសំឡេងនៅជុំវិញតុអាហារនៅខាងក្រៅផ្ទះទៅនៅក្នុងចំណុចហ្នឹងអញ្ចឹងនៅក្នុងចំណុចបែបនេះមិនមែនមានតែពីរហ្នឹងទេតែប៉ុន្តែក្នុងថ្ងៃនេះខ្ញុំបានអាត្មាចែកចំណុចទៅពីរសិនហើយនេះក៏ជាចំណុចសំខាន់នៅក្នុងការប្រើប្រាស់ជាមួយនឹង present simple ដែរបើសិនជាយើងមិនចាំច្បាប់ក្បួនទៅនៅក្នុងការប្រើប្រាស់កិរិយាសព្ទដែលយើងប្រើប្រាស់នៅក្នុង present simple ទេហើយយើងប្រើប្រាស់ជាមួយនឹង third person ទេប្រកបណាស់យើងនឹងប្រើឬក៏យើងនឹងសរសេរខុសរបៀបឬក៏ខុសវេយ្យាករណ៍ទេទៅក្នុងនេះឧទាហរណ៍បើសិនជាយើងអត់ដឹងទេ
យើងសរសេរបែបនេះហើយឧទាហរណ៍ថា C យកធម្មតាអត់មានបន្ថែម es ទេដោយសារតែយើងអត់ចាំឬក៏យើងអត់ដឹងពីរបៀបនៅក្នុងការប្រើប្រាស់អញ្ចឹង third person singular he she it ឬក៏ឈ្មោះនរណាម្នាក់នៅពេលដែលយើងប្រើប្រាស់ជាមួយនឹងកិរិយាសព្ទធម្មតាដែលមិនបញ្ចប់ទៅដោយព្យញ្ជនៈទាំងអស់នេះទេគឺបន្ថែម s នៅក្នុងចំណុចទី1តែដល់ពេលដែលបញ្ចប់ទៅដោយព្យញ្ជនៈទាំងអស់នេះគឺត្រូវបន្ថែម es តែលក្ខខណ្ឌទាំងអស់នេះយើងប្រើប្រាស់ជាមួយនឹង present simple ទេទៅនៅក្នុងនេះអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំគណៈអាត្មាមានជាការចែកចំណេញប៉ុណ្ណឹងហើយសង្ឃឹមថាគណៈគុណចាស់ព្រះអង្គបងប្អូនគ្រប់គ្នានឹងយល់ពីរបៀបនៅក្នុងការប្រើប្រាស់ចំណុចទី1នេះហើយនឹងប្រើប្រាស់ចំណុចទី2នេះរបៀបនៅក្នុងការប្រើប្រាស់កិរិយាសព្ទដែលយើងប្រើប្រាស់នៅក្នុង present simple អញ្ចឹងនៅវីដេអូបន្តទៀតខ្ញុំគណៈនឹងចែករំលែកបន្តទៀតទៅនៅក្នុងកន្លែងនេះអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំគណៈមានប៉ុណ្ណឹងហើយបើសិនណាបងប្អូនមានជាចម្ងល់មានអីចង់សាកសួរអាច comment នៅខាងក្រោមខ្ញុំគណៈនឹងឆ្លើយតបប្រកែកជូនតទៅនៅក្នុងកន្លែងហ្នឹងអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតអញ្ចឹងខ្ញុំគណៈមកមានប៉ុណ្ណឹងសូមនមស្ការលានិងចម្រើនពរលា